อนุโมทนีสัตหาโนอรหัตังธรรมังนเปียนปัตติยาสะโสสังละพะเตปัญญังอัปปมะเตาวิจักขณาជាអ្នកជឿធម៌ព្រះអរហន្តហើយថននាំដល់ត្រយគឺព្រះនិព្វានទាំងមិនប្រមាទឲ្យខាតសិលទានធ្វើអ្វីក៏មានការពិចារណាជាអ្នកស្ដាប់ធម៌គោរពដោយល្អមិនធ្វើមាត់កមិនពោលចរចាមិនធ្វើរំខានពេលស្ដាប់ទេសនាតែងបានបញ្ញាភ្លឺថ្លាដោយពិតសម្ពុទ្ធបរិស័ទអ្នកស្កាត់រកធម៌ប្រុងស្ដាប់ដោយល្អយកជាគំនិតទុកជាមេរៀនសម្រាប់ជីវិតកុំឲ្យងងឹតរហូតមរណាអនុមោទនីនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយស្សៈវន្តិមិទុព្រះបង្គំខ្ញុំព្រះករុណាភិក្ខុសវណ្ណបញ្ញោយឺនសវណ្ណាយារីសូមលើកកំបងអញ្ជលីនមស្ការថ្វាយបង្គំអទិតាចំពោះគុណនៃព្រះរតនត្រ័យគុណកៅទាំង3មានព្រះពុទ្ធរតនៈ1មានព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាដែលយ៉ាងក្រៃលែងសពការស្មើដោយជីវិតមួយលើសូមក្រាបនមស្ការថ្វាយបង្គំពោះកណាផងគ្រូជាម្ចាស់ព្រះធម្មធរោសិនសុភាពផងគ្រូបច្ចាតិកានាវត្តរតនមល័យដោយសេចក្តីគោរពនិងសេចក្តីកោតក្រែងដែលយ៉ាងក្រៃលែងសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះវត្តមានរបស់ព្រះមន្ត្រីសង្ឃព្រះគ្រូចតិកាប្រធេរានុធេរៈគ្រប់ព្រះអង្គដែលមានព្រះវត្តមាននៅនាពធសេមានិវត្តរតនមល័យគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរដល់ញោមម្ចាស់គណៈកម្មការពុទ្ធបរិស័ទលោកតាលោកយាយឧបាសកបាសិកាទេយុទេយិកាគ្រប់រូបទាំងអស់ដោយសេចក្តីរាប់អានដ៏ស្និទ្ធស្នាលបំផុតនៅក្នុងព្រះធម៌នៅក្នុងវេលាគ្រាឱកាសនេះផងដែរខ្ញុំកណាអាត្មាភាពបានសេចក្តីអនុគ្រោះពីផងគ្រូបច្ចាតិកាវត្តបានរតនេនមន្តប្រកាសសម្ដែងពធទេសនាជាបដិការៈនៅក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីនៅនាទីវត្តរតនមល័យនៅក្នុងឱកាសនេះផងដែរចឹងនៅការជួបជុំរបស់ពុទ្ធបរិស័ទនៅនាទីនេះគឺថាយើងមានប្រកបដោយហេតុមិនមែនណាសុកក៏មកជួបជុំគ្នានោះទេនៅក្នុងនេះគឺថាយើងជួបជុំគ្នាប្រពទៅជាមួយនឹងណាបុណ្យកឋិនទានសាមគ្គីនៅក្នុងវេលាឱកាសនេះផងដែរដែលមានសេចក្តីទាំងស្រុងនៅក្នុងប្រូក្រាមនេះបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តរតនមល័យខ្ញុំបកណាខ្ញុំបាទយើងខ្ញុំជាអាចារ្យអ្នកកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំង8ភូមិដែលស្ថិតនៅក្នុងឃុំមល័យនិងពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសបានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទប្រពធ្វើបុណ្យកឋិនទានមហាសាមគ្គីដើម្បីដង្ហែទៅវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសគឺ3ខែក្នុងពធសីមាវត្តរតនមល័យដែលស្ថិតនៅក្នុងណាភូមិថ្មីឃុំមល័យស្រុកមល័យខេត្តបន្ទាយមានជ័យនឹងគឺថានៅក្នុងសេចក្តីដូចបានរៀបរាប់នេះនៅកម្មវិធីបុណ្យប្រព្រឹត្តនៅក្នុងថ្ងៃសៅរ៍400ខែអាសត់ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ដែលត្រូវនៅថ្ងៃទី11ខែតុលាឆ្នាំ2025វេលាម៉ោង4នាទីរសៀលជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយប្រពបត់នមស្ការបរតនត្រ័យសមាទានសិលនិមន្តប្រសង់ចម្រើននៅព្រះបរិត្តជាពុទ្ធជ័យមង្គលនៅក្នុងវេលាឱកាសនេះក៏ដល់វេលាដែលត្រូវនឹងសម្ដែងពធទេសនាលោកព្រឹកឡើងដែលត្រូវនៅថ្ងៃអាទិត្យ500ខែអសត់ដែលត្រូវនៅថ្ងៃទី11ខែតុលាឆ្នាំ2025
វេលាម៉ោង 7 ព្រឹកប្រគេនជាគូដល់ព្រះសង្ឃវេលាម៉ោង 8:30 នាទីព្រឹកនិមន្តព្រះធម្មកថាសម្ដែងពធទេសនាវេលាម៉ោង 9:30 នាទីព្រឹករៀបចំដង្ហែអង្គកឋិនទានប្រតិសិនជុំវិញព្រះវិហារ 3 ជុំរួចវេប្រគេនដល់ព្រះសង្ឃដើម្បីក្រាលក្រងនិងអនុមោទនានិងសម្រេចប្រគេនចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃថ្ងៃត្រង់ជាកិច្ចបញ្ចប់ក្នុងកម្មវិធីបុណ្យវេលាម៉ោង 11:30 នាទីព្រឹកអញ្ជើញភ្ញៀវកិត្តិយសភាសាភោជនាហារអ្នកផ្ដើមបុណ្យគឺមានអាជ្ញាធរមូលដ្ឋានភូមិឃុំម៉ាឡៃស្រុកម៉ាឡៃពុទ្ធបរិស័ទចំណុះជើងវត្តទាំង8ភូមិពុទ្ធបរិស័ទចិត្តឆ្ងាយណាទាំងក្នុងនិងក្រៅប្រទេសនេះគឺជាសេចក្តីទាំងស្រុងនៅក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីដែលពុទ្ធបរិស័ទយើងបានរួមចំណែកនៅក្នុងឱកាសថ្ងៃនេះផងដែរចឹងតែឃើញថាណាសម្រាប់អង្គខ្ញុំគណៈអាត្មាភាពនេះជាលើកទី1នៅក្នុងទីវត្តរតនម៉ាឡៃតែបើស្ថិតនៅក្នុងដីនៃស្រុកម៉ាឡៃតែម្ដងធ្លាប់បាននិមន្តមកច្រើនដងដែរព្រោះប៉ុន្តែវត្តម៉ាឡៃទៅណាបានម្ដងដោយសេចក្តីអនុគ្រោះពីគណៈព្រះអង្គគ្រូវិចាតិកាដោយសេចក្តីរាប់អានដោយសេចក្តីរាប់អានមែនតែនទៅពធបឋមកថាល្បីដោយច្រើននៅក្នុងស្រុកម៉ាឡៃនេះក៏មានច្រើនញាតិញោមព្រះអង្គគ្រូវិចាតិកាណាជាពិសេសព្រះអង្គគ្រូវិចាតិកាវត្តណាម៉ាឡៃនេះតែម្ដងព្រះអង្គគ្រូបានចេះចាំនៅព្រះពុទ្ធវចនៈច្រើនណាព្រះគ្រូចតិកាអង្គផ្សេងក៏លោកចេះចាំច្រើនដែរតែដោយណាឲ្យប្លែកពីពុទ្ធបរិស័ទតិចទៅដើម្បីបានខ្ញុំគណៈអាត្មាភាពបានសម្ដែងពធឱកាសនៅក្នុងថ្ងៃនេះហើយការសម្ដែងនេះមិនជាយូរទេពុទ្ធបរិស័ទតាមអធិស្ឋានរបស់ញាតិញោមឃើញថាពុទ្ធបរិស័ទយើងក៏បានទទួលទានអាហារអីរួចស្រេចបាច់អស់ហើយបងអញ្ចឹងគឺថាអាចស្ដាប់ពធនឹងស្រួលបងហើយនៅដូចនៅតែប្រសងទេបងតន់បានឆាន់បបទេបងណានៅហ្នឹងហើយចាំសរុបពេលព្រឹកណាហ្នឹងហើយញាតិញោមហើយតែនៅប្រសងតែលោកបានភេសជ្ជៈបងបានភេសជ្ជៈហើយនៅក្នុងរួមជាមួយនឹងថ្ងៃកឋិនទានសាមគ្គីនេះផងដែរក៏មានការឆ្លងនៅណាក្រេធម្មាសនៈហ្នឹងតាមការប្រកាសប្រាប់របស់ព្រះអង្គគ្រូវិចាតិកាគឺថាក្រេនេះដែលជាសទ្ធាជ្រះថ្លារបស់ញោមស្រីមហាបាសិកាវ័យសរនព្រមទាំងកូនចៅប្រុសស្រីនិងញោមច័ន្ទសៀនព្រមទាំងពុទ្ធបរិស័ទរួមគ្នាឆ្លងនៅក្នុងថ្ងៃនេះផងដែរអញ្ចឹងជាក្រេដំបងថ្មសម្ដែងនៅវត្តម៉ាឡៃហើយក្រេទេសនានេះបឋមធឹកទេសនាដំបងទៀតបងគឺថាបានដំបងរួមគ្នាឆ្លងនៅក្នុងក្រេធម្មាសនៈនិងសមិទ្ធផលរបស់ពុទ្ធបរិស័ទដែលបានរួមចំណែកនៅក្នុងការចូលរួមជាពិសេសនៅក្នុងណាអង្គត្រៃដែលពុទ្ធបរិស័ទដែលជាម្ចាស់ត្រៃម្ចាស់លៀងម្ចាស់ពុទ្ធបរិស័ទដែលជាម្ចាស់កឋិនទាំងអស់នៅក្នុងវត្តម៉ាឡៃយើងនេះពោឃើញថាញាតិញោមពុទ្ធបរិស័ទយើងដោយច្រើននៅទីនេះមានការរួបរวมសាមគ្គីគ្នាបើមិនមានការសាមគ្គីគ្នាទេព្រះអង្គគ្រូវិចារកាតែមួយអង្គឯងមិនអាចឲ្យវិហារមិនអាចឲ្យកត់មិនអាចឲ្យសាលាពុទ្ធកៈបានទេព្រោះនេះសបញ្ជាក់ឃើញថាពុទ្ធបរិស័ទនៅម៉ាឡៃនេះគឺមានការរួបរวมគ្នាទោះបីថាតិចក្តីច្រើនក្តីស្រុកទេសស្ថិតនៅក្នុងស្ថានភាពបែបណាក្តីក៏ពុទ្ធបរិស័ទយើងមកមីដេះដាស់ដើម្បីបានទៅជាមួយនឹងការសន្សំកុសលព្រោះដឹងច្បាស់ថាកិរិយាដែលសន្សំបុណ្យនេះជាហេតុនាំមកនៅសេចក្តីសុខសុខោបញ្ញសៈអុជយោកិរិយាសន្សំបុណ្យរមែកបាននៅសេចក្តីសុខនេះផងដែរសូមអនុមោទនាចឹងតែនៅក្នុងវេលាគ្រាឱកាសនេះដែលជុំវិញតកតងនៅក្នុងបុណ្យកឋិនទានសាមគ្គីដែលមានការរៀបចំពីលោកអាចារ្យគណៈកម្មការក្រោមការដឹកនាំរបស់ព្រះអង្គគ្រូធម្មធរោដែលប្រកបដោយបញ្ញាឆ្លឿឆ្លាស់នៅក្នុងព្រះពុទ្ធសាសនាក៏ដូចជាការដឹកនាំនៅក្នុងទីវត្តអារាមក៏ដូចជាលោកចានកម្មការពុទ្ធបរិស័ទរួបរวมគ្នាបានប្រព្រឹត្តនៅក្នុងបុណ្យកឋិនទានសាមគ្គីហើយមែនតែនទៅសពថ្ងៃនេះញាតិញោមពុទ្ធបរិស័ទទាំងឡាយបើណាពីដែលកឋិននេះមិនមានវត្តណាមួយដែលថាមិនបានធ្វើនោះទេព្រោះគឺថាកឋិននេះត្រូវតែមានគ្រប់វត្តទាំងអស់បើទោះបីជាមិនមានម្ចាស់ណាមួយក៏មានកឋិនទានសាមគ្គីផ្ដើមពីពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់គ្នានេះផងដែរតែច្រើនសពថ្ងៃនេះគឺកឋិនទានសាមគ្គីនេះគឺពេញនិយមហើយព្រោះ
ដោយហេតុថាកាលណាបានធ្វើកឋិនទានសាមគ្គីរួមដោយញាតិព្រោះបានញាតិសម្បត្តិផងបានបរិវារសម្បត្តិផងបានណាទ្រព្យសម្បត្តិភោគៈសម្បត្តិអីរួមគ្នានៅក្នុងកឋិនទាននេះតែម្ដងហើយមែនតើទៅបុណ្យកឋិនទាននេះគឺថាមានប្រជាប្រិយភាពច្រើនដែលពុទ្ធបរិស័ទយើងសពថ្ងៃនេះព្រោះថាបុណ្យកឋិនទាននេះមានសភាពប្លែកពីបុណ្យដទៃច្រើនហេតុច្រើនយ៉ាងញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងឡាយផងដែរចឹងនៅបុណ្យកឋិនទាននេះដែលយើងសំដៅដោយមែនតែនញាតិញោមឃើញណាថាមានស្បង់ស្បៃត្រៃជីវរហ្នឹងគឺមានជាគោលហើយបើកឋិនអត់មានជីវរមិនហៅឈ្មោះថាកឋិនទេព្រោះចឹងពុទ្ធបរិស័ទយើងប្រហែលជាណាស្គាល់ត្រៃជីវរអីអស់ឬក៏យ៉ាងណាអាត្មាមិនតន់បានដឹងដែរញាតិញោមខាងម្លៃនេះប៉ុន្តែមើលមិនដឹងថាស្គាល់បានឬយ៉ាងណាតទៅសួរញាតិញោមសិនញាតិញោមពាក្យថាត្រៃជីវរនេះមានប្រមាណញោមត្រៃជីវរមានប្រមាណពាក្យថាត្រៃមាន3ត្រូវញោមត្រៃជីវរមាន3មានអីខ្លះបងមានទី1សង្ឃេដីស្គាល់សង្ឃេដីអីញោមនឹងសង្ឃេដីដែលកាលណាព្រះអង្គគ្រូលោកដាក់នៅលើស្មាពាក់ជាងសម្រាប់ធ្វើណាបោសតកម្មឯជាដើមនៅខាងលើហ្នឹងណាក្រាស់ក្រាស់នឹងបើយើងហៅធម្មតាហៅថាអាវធំអីចឹងណាអាវខ្វះសេណាខាងលើហ្នឹងហើយមែនតើសង្ឃដីនេះសម្រាប់ប្រសង់ប្រើសម្រាប់ជាកម្រាលសឹងជាអីចឹងណាញោមណាដែលលោកនិមន្តទៅកាន់ទីព្រៃជ្រៅឬក៏ទៅកាន់ទីដាច់ស្រយាលអាចយកសង្ឃដីនេះដែលមានកម្រាស់2ជាន់ហ្នឹងមកសឹងបានហ្នឹងការពាររបបមុខខ្យល់អីហ្នឹងលោកអាចក្រាលសឹងបានហ្នឹងទី1ណាទី2គឺជីវរញោមស្គាល់ជីវរអីហ្នឹងហើយស្គាល់ជីពោអត់ញោមហ្នឹងហើយchứមិនខ្លះគេហៅជីវរមិនខ្លះគេហៅជីពោអញ្ចឹងណាហ្នឹងហើយប្រហែលជាញាតិញោមខ្លះអាចនឹងមិនដឹងបើមានសេចក្តីសង្ស័យយ៉ាងណាសួរលោកគ្រូអាចារ្យបាលីណាវាងឡុងនេះគឺច្បាស់ណាលោកបង្ហាត់បង្រៀនភាសាបាលីមានគុណបំណាច់កូនសិស្សដោយច្រើនរបស់លោកគ្រូអាចារ្យណាគ្រូអាចារ្យបានណាទទួលការងារផ្សេងច្រើនដែលកើតពីបដិបដារបស់គ្រូអាចារ្យវាងឡុងនៅក្នុងស្រុកម៉ាឡៃនេះគឺណាប្រសង់ស្គាល់ច្រើនបងលោកណាមានការបង្ហាត់បង្ហាញហើយក៏ដិតធ្លាប់នៅវត្តទួលបង្រោថ្មដែរណាធ្លាប់គង់នៅទីនោះដែរក៏នៅជាប្រសង់ណាដល់ពោសាធុចឹងពាក្យថាជីពោនេះគឺជាភាសាខ្មែរយើងនិយាយធម្មតាថាជីពោណាបើជាភាសាបាលីមកពីពាក្យថាជ័យវរៈណាជ័យវរៈហ្នឹងគឺនៅក្នុងភាសាបាលីគឺផ្លាស់ណាផ្លាស់វគ្គជាពាក្យអីក៏មានចឹងដែរសត្វហ្នឹងទៅជាយើងអានទៅជាជីពោចឹងទៅប៉ុន្តែនៅក្នុងភាសាបាលីគឺជីវរជីវរនោះសំដៅដល់និយាយមែនតើហៅថាអាវញាតិញោមបើដូចញាតិញោមហៅថាអាវណាអញ្ចឹងគឺជីវរសម្រាប់ក្រងពីខាងលើហ្នឹងទី2ទី3គឺស្បង់ញាតិញោមស្គាល់ស្បង់ហើយញាតិញោមហ្នឹងហើយស្បង់គឺសម្រាប់ស្លៀកខាងក្រោមនេះបើញាតិញោមប្រៀបដូចហៅថាសម្ពុតចឹងណាព្រោះណាប្រៀបដូចសម្ពុតខោចឹងទៅចឹងបាននឹកថាប្រសង់យើងលំបាកពេលចូលបន្ទប់ទឹកញាតិញោមមិនបានថាពិបាកពេលចូលបន្ទប់ទឹកព្រោះនៅក្នុងបន្ទប់ទឹកឃើញមិនញោមឃើញគេដាក់ខាងមនុស្សប្រុសមានរូបស្លៀកខោដល់ពេលខាងមនុស្សស្រីមានរូបស្លៀកសពុតដល់ពេលតែប្រសង់ត្រូវចូលបន្ទប់ទឹកមិនដឹងថាត្រូវចូលមួយណាញាតិញោមគួរឲ្យលោកចូលមួយណាបើចូលអាកន្លែងស្លៀកខោឯងអត់មានខោផងខ្លាចខុសគោលការណ៍គេណោះដល់ចូលកន្លែងស្លៀកសពុតខាងញោមស្រីញាតិញោមអញ្ចឹងបានជាលោកគ្រូអង្គខ្លះជ្រើសរើសផ្លូវខាងក្រៅវិញហ្នឹងហើយប៉ុន្តែមែនទែនស្លៀកសពុតនេះតែស្រីតែសពុតទេញាតិញោមណាតែប្រសង់លោកជាមនុស្សប្រុសទេណាជាមនុស្សប្រុសអញ្ចឹងគឺស្បង់ហ្នឹងឲ្យញោមយល់ថាស្បង់នោះគឺដូចជាសម្ពុតដូចជាខោអញ្ចឹងគឺមាន3ហ្នឹងដែលហៅថាត្រៃជីវរអញ្ចឹងកុំឲ្យញាតិញោមសង្ស័យទៀតតែត្រៃជីវរនឹងអីថាត្រៃជីវរមាន3ហ្នឹងឯងមានសង្ឃេដី1មានជីពោ1និងស្បង់1 3ហ្នឹងណាញោមហៅថាត្រៃបើមានតែជីពោហើយនឹងស្បង់ទេគេហៅថាលៀងខ្ញុំធ្លាប់លើពាក្យលៀងហ៎បងហ្នឹងហើយលៀងណាលៀងហ្នឹងលើសេឡូដាក់ស្រៈអៀនឹងងោលៀងណាមិនមែនឡូដាក់ស្រៈអានឹងងោទេឡូដាក់ស្រៈអានឹងងោហ្នឹងលៀងចានហើយបងហ្នឹងលៀងចានណាតែលៀងជីវរនៅក្នុងទីនេះគឺឡូដាក់ស្រៈអៀនឹងងោគឺជាលៀងបានន័យថាជាផ្នែកមួយមិនតាន់គ្រប់ត្រៃដែលច្រើនគឺប្រកាសច្បាស់នៅក្នុងសាមណេរអីហ្នឹងលោកមានជាលៀងចឹងទៅអាចប្រើប្រាស់បាន
ចឹងនៅក្នុងនេះដើម្បីឲ្យញាតិញោមយើងយល់ខ្លះហ្នឹងគឺថាត្រៃជីវរមានតែប៉ុណ្ណឹងចុះប្រសងលោកប្រើតែប៉ុណ្ណឹងទេថាអត់ទេតែត្បិតតែមានត្រៃជីវរលោកឲ្យមានគោល3ហ្នឹងក៏ពិតមែនប៉ុន្តែដតីពីហ្នឹងមានតាំងពីវត្តពន្ធទ្រុងញាតិញោមឃើញណាដែលប្រសងលោកចងហ្នឹងឲ្យឈ្មោះថាវត្តពន្ធទ្រុងណាញោមដើម្បីកុំឲ្យមានភាពរយាអីជាដើមចឹងទៅមួយទៀតគឺពាក់ខាងក្នុងអានេះអាវខាងក្នុងលោកហ្នឹងញោមហ្នឹងហើយអាវខាងក្នុងលោកឲ្យឈ្មោះថាអង្គស័កណាហៅថាហង្ស័កហ្នឹងណានឹងពាក់ខាងក្នុងមួយទៀតនៅខាងក្រោមស្បង់ញាតិញោមខាងក្រោមស្បង់ហ្នឹងអាហ្នឹងខោខ្លីលោកហ្នឹងញោមអាហ្នឹងហៅថាសម្ពុតងូតណាសម្ពុតងូតហ្នឹងហើយព្រោះយើងមានពាក្យសាដេកៈនេះគឺសម្ពុតងូតទឹកភ្លៀងអីហ្នឹងណាសាដេកៈដែលយើងហៅមករងថ្ងៃហៅថាសាដកនេះណាញោមហ្នឹងសាដកហ្នឹងគឺមានប្រកបនៅក្នុងហ្នឹងមានសម្ពុតងូតហើយនៅក្នុងហ្នឹងរហូតដល់លោកអាចារ្យខ្លះមិនប្រើពាក្យថាសាដកទេរហូតដល់ប្រើពាក្យថាស្លាដកចឹងកាលណាប្រើពាក្យថាស្លាដកបែបនេះមិនរាប់ថាត្រឹមត្រូវទេព្រោះអត្ថន័យនៃពាក្យថាស្លាដកគឺមានប្រើនៅក្នុងរូបភាពផ្សេងតែយើងហៅថាស្លាដកស្លាកន្សែងអាហ្នឹងសម្រាប់ពិធីភ្ជាប់ពាក្យភ្ជាប់អីផ្សេងណាមង្គលអីផ្សេងទេតែនៅក្នុងពាក្យសម្រាប់ប្រសង់គឺពាក្យថាសាដកមកពីភាសាបាលីថាសាដកៈណាសាដកៈដែលមានណាគ្រឿងបរិក្ខារកញ្ចប់ហ្នឹងហៅថាសាដកហ្នឹងហើយញាតិញោមយើងយល់នៅក្នុងសេចក្តីហ្នឹងទៅញាតិញោមប្រហែលជាអាចចេះប្រើជាមួយនឹងភាសាសង្ឃស័ព្ទច្រើនជាមួយនឹងប្រសង់ដែលប្រសង់លោកអង្គុយអញ្ចឹងបើភាសាលោកហៅថាម៉េចញោមភាសាលោកហៅថាគង់ចុះពេលលោកដើរញាតិញោមលោកដើរនិមន្តអូញោមម្ល៉េះចេះពាក្យច្រើនណាចុះពេលលោកសឹងច្រឡំប្រាប់សឹងប្រាប់ឲ្យប្រាប់ប្រយងហើយបាទហ្នឹងលោកសឹងណាយើងដេកហ្នឹងលោកសឹងចុះពេលឈរញាតិញោមឈរគង់អង្គុយទេឈរគឺហ្នឹងឲ្យត្រង់ហ្នឹងឲ្យត្រង់ឈរណាដែលយើងនិយាយថាត្រង់ឈរដូចប្រសង់លោកមុនទៅបិណ្ឌបាតទៅតែអស់លោកម្ចាស់មុនត្រង់ឈរចាំបន្តិចខ្ញុំណាទៅរៀបចំចង្ហាន់ដាក់បាតអញ្ចឹងណាញោមប្រាប់លោកបើប្រាប់លោកឲ្យគង់តើញោមរកកៅអីណាលោកម្ចាស់គង់ចាំសិនហ្នឹងតើរកកៅអីចុះនៅពេលដែលឈឺញាតិញោមឈឺភាសាប្រសង់ហៅថាអាពៀតចុះនៅពេលងូចទឹកញាតិញោមស្រង់អីញោមស្រង់ទឹកមិនមែនស្រង់កុងគាទេអត់ទេណាស្រង់ទឹកណាស្រង់ទឹកដូចតែគ្នាដែរទេចុះពេលហូបអាហារញ៉ាំបាយភាសាលោកថាឆាន់អីឆាន់បាយចុះបើឆាន់បបរឆាន់អីគេឆាន់បបរមិនឆាន់បបរហៅថាឆាន់យាគូណញោមចេះច្រើនហ្នឹងឆាន់នេះក៏ពាក្យដែលយើងត្រូវចេះប្រើរងថ្ងៃណាញោមហ្នឹងហើយត្រូវចេះហើយនៅពេលប្រសង់ស្លាប់ប្រសង់ស្លាប់កុំឧទាហរណ៍ពាក្យថាស្លាប់ប្រសង់ហៅថាម៉េចញាតិញោមសកុតហ្នឹងគឺថាមានពាក្យអញ្ចឹងដែលយើងត្រូវចេះប្រើព្រោះនៅក្នុងប្រទេសកម្ពុជារបស់យើងមានភ្ជាប់ជាមួយនឹងប្រសង់ហ្នឹងច្រើនណាស់ញាតិញោមហ្នឹងហើយពាក្យថាយើងនិយាយថាចាស់បើនិយាយជាមួយប្រសង់និយាយមិនញាតិញោមកណាហ្នឹងពាក្យដើមមកពីអីគេខ្ញុំព្រះករុណាប៉ុន្តែវាវែងពេកអញ្ចឹងនិយាយកណាកាត់អញ្ចឹងណាចឹងបានញាតិញោមត្រូវចេះពាក្យសង្ឃស័ព្ទហើយត្រូវចេះប្រើតាមពេលវេលាជាមួយព្រះសង្ឃទៀតអាត្មាមានកូនសិស្សម្នាក់ធ្លាប់បង្ហាត់បង្រៀនទៅហើយគាត់ចង់និមន្តទៅទេសនាអញ្ចឹងតែគាត់តែចេះប្រើដបងគាត់ទេមកនិមន្តថាកណាម៉ែអាត្មាឲ្យនិមន្តកណាទៅទេសនានៅផ្ទះម៉ែអាត្មាញាតិញោមស្ដាប់តនទេញោមកណាម៉ែអាត្មាឲ្យនិមន្តកណាទៅទេសនានៅផ្ទះម៉ែអាត្មាថាមិនដឹងអ្នកណាកណានឹងថាអ្នកណាអាត្មាទៅថាយកបរោសលោកទៅនិយាយអស់ហើយហ្នឹងអាត្មាទាំងអស់ហើយហ្នឹងថាញោមបើញោមចង់និមន្តមិនអញ្ចឹងទេគាត់ថាប្រាប់តែកណាសូមនិមន្តដេចគុណឬក៏លោកម្ចាស់អីចឹងទៅលោកបងលោកប្អូនអីចឹងទៅនិមន្តទេសនាមុនណៃថងថ្ងៃនេះទៅហើយហើយមិនចាំកណាម៉ែអាត្មានិមន្តកណាទេសនាផ្ទះម៉ែអាត្មាមិនបាច់ទេហ្នឹងអាហ្នឹងគឺថាត្រូវចេះនិយាយពាក្យហ្នឹងបើមិនចេះទេគឺថាប្រើខុសហើយញាតិញោមហ្នឹងហើយធ្លាប់ជួបអញ្ចឹងដូចមានតកង់ឡានដូចគ្នាដែរញាតិញោមតកង់ឡានអត់ចេះនិយាយភាសាលោកហើយពេលសៅរ៍អាទិត្យហ្នឹងលោកនិមន្តទៅរៀននៅសាកលវិទ្យាល័យញោម
ហើយចាប់ម៉ួយបានមិនដឹងថាម៉េចមិនដែលបានម៉ួយលោកស្រាប់តែប៉ះម៉ួយលោកមិនដឹងនិយាយមួយលោកថាម៉េចក៏ប្រាប់លោកថាលបងមុនសកុតកៅអីមុខនេះមកលបងមុនសកុតកៅអីមុខនេះមកកណាគិតតម្លៃដូចខាងក្រោយទេហើយសកុតហ្នឹងអីគេញោមស្លាប់ងាប់ហ្នឹងឯងណាហ្នឹងឯង700ហ្នឹងឯងហើយចេះឆ្ងល់តែអីលោកក៏រឹកម៉េចប្រាប់តែគិតតម្លៃទៅអាក្រោយហើយមុនសកុតនៅមុខក៏អត់មុនដែរហើយតម្លាក់កញ្ចក់សួរលោកថាលបងមិនមុនមកនេះថាអត់ទេញោមទោះបីថាញោមមិនបាច់គិតដោយអាខាងក្រោយតែមិនយកលុយក៏អាត្មាអត់សកុតដែរសុខចិត្តរោឡានផ្សេងហើយអញ្ចឹងញាតិញោមត្រូវចេះប្រើពាក្យថាអាងតែចេះនិយាយមួយលោកហើយលេយកពាក្យសកុតទៅនិយាយមួយលោកអត់អូខេជាមួយទេណាញោមអញ្ចឹងភាសាទាំងអស់នេះដែលពុទ្ធបរិស័ទយើងត្រូវចេះប្រើឲ្យប្រើឲ្យត្រូវទៀតហ្នឹងគេថាឈ្មោះថាជាពុទ្ធសាសនិកជនជាអ្នកត្រូវត្រង់នៅពុទ្ធសាសនាគឺយើងចេះទាំងអរិយាបថទាំងអរិយាបថដេកដើរឈរអង្គុយសពបែបយ៉ាងទាំងអស់ទាំងការប្រស័យតាក់ទងទៅជាមួយព្រះសង្ឃនឹងផងដែរអញ្ចឹងញាតិញោមយើងយល់នៅក្នុងសេចក្តីនឹងតិចទៅហ្នឹងគឺថាជាគ្រឹះរបស់ពុទ្ធបរិស័ទយើងហើយអញ្ចឹងយើងមិនបាច់ឆ្ងល់ថាអូមិនបានជានៅក្នុងពុទ្ធបរិស័ទសម័យពុទ្ធកាលគាត់តែស្ដាប់ធម៌មួយបាតនៃគាថាឬក៏កន្លះបាតសម្រាប់ធម៌បាតញាតិញោមត្រូវមានសេចក្តីស្វែងយល់ត្រង់ចំណុចនេះថាប្រៀបឧបមាដូចជាពាងដែលដាក់ដោយទឹកហើយទឹកគេសល់តែបន្តិចពេញហ៎គេចាក់តាមកធុងអីទៅពេញពាងហ្នឹងហើយពាងរបស់យើងវិញយើងក៏លេចមកពាងរបស់យើងតើពាងរបស់យើងមានទឹកប្រមាណហើយនៅក្នុងហ្នឹងជួនកាលពាងខ្លះធ្លុះគូទៀតហើយចេះតែដងដាក់មកបោយទៅចាក់ប្រមាណក៏អត់នៅដែរញាតិញោមចឹងវិធីដំបូងដែលញាតិញោមត្រូវធ្វើគឺត្រូវធ្វើពាងយើងឲ្យល្អសិនណាពាងឲ្យល្អបន្ទាប់មកញាតិញោមសន្សំនេះសំបន្តិចម្ដងក្នុងសម័យទេសកាលណាមួយដែលបុណ្យបដិស័យរបស់យើងគ្រប់គ្រាន់បានជួបព្រះសម្មាសម្ពុទ្ធបានស្រាប់ធម៌សម្រេចធម៌ពេលនោះណាយើងមុននឹងចង់សម្រេចធម៌យើងសួរខ្លួនឯងអញរងថ្ងៃឈប់ខឹងនៅញាតិញោមឈប់ខឹងនៅញោមហ្នឹងហើយញាតិញោមខ្លះក៏នៅញាតិញោមខ្លះក៏នៅខឹងតិចចឹងណាបើឲ្យញាតិញោមខ្លះមានកូនថែមទៀតតែម៉ែអញកាលពីមិនតន់ចូលវត្តដូចមិនសូវកាចទេតែពេលចូលវត្តទៅដូចប៉ះអត់បានតែអូញោមសង្ស័យតែទៅសុំសិលប៉ះថ្ងៃហ្នឹងលោកខឹងដែរឲ្យសិលមកសិលខឹងតែម្ដងអញ្ចឹងកូនប៉ះអត់បានទេអញ្ចឹងគឺថាត្រូវរៀនពីខ្លួនឯងទៅមិនមែនថាឲ្យញាតិញោមឈប់ខឹងទាំងអស់ដាច់ស្រេចទេបើថាយើងដាច់ស្រេចតែម្ដងទៅជាព្រះអរហន្តហើយញាតិញោមនៅក្នុងលោភៈទោសៈមោហៈនេះបានន័យថាឲ្យយើងរៀនញាតិញោមរៀនពីដែលយើងខឹងច្រើនមកខឹងតិចការប្រកាន់ច្រើនមកប្រកាន់តិចការដែលយើងក្រាស់មកស្ដើងណារៀនអាហ្នឹងសិតតែការវឹកហាត់រៀនបន្តិចម្ដងដូចជាព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងមិនមែនព្រះអង្គមកជាតិហ្នឹងសម្រេចធម៌តែម្ដងទេញាតិញោមណាគឺថាព្រះអង្គសន្សើរសន្សំឲ្យនៅក្នុងជាតិរបស់ព្រះអង្គកើតច្រើនណាស់តម្រាំតែបានត្រាស់ជាពុទ្ធបានពធហ្នឹងមកសម្ដែងប្រាប់ញាតិញោមពុទ្ធបរិស័ទនេះតែមិនងាយទេការស្វែងរកធម៌របស់ព្រះអង្គគឺថាមានតម្លៃណាស់ញាតិញោមពុទ្ធបរិស័ទចឹងព្រោះហេតុនេះបានព្រះអង្គពោលសរសើរនៅពធថាសព្បទានំធម្មទានំជានិយតិធម្មទានគឺឈ្នះអស់ទានទាំងពួងព្រោះសត្វតនិកនៅក្នុងโลกនេះអាចឆ្លងកាត់វិលវត្តសង្សារបានតែកើតកន្លែងឈប់ស្លាប់គឺមានតែពធនេះទេដែលនាំទៅអញ្ចឹងដោយពុទ្ធបរិស័ទយើងសពថ្ងៃនេះហើយគណៈពេលនេះបានកំពុងតែសន្សំទៅជាមួយនឹងបុណ្យកុសលគឺផ្ដើមពីការធ្វើកឋិនទានសាមគ្គីនៅក្នុងវត្តមាល័យក្នុងពេលនេះផងដែរចឹងនៅក្នុងកឋិននេះដែលពុទ្ធបរិស័ទយើងតែងតែធ្វើរាល់ឆ្នាំញាតិញោមតែងតែធ្វើរាល់ឆ្នាំតែកឋិនហ្នឹងអីគេមិនបានគេធ្វើរាល់ឆ្នាំចឹងបុណ្យកឋិននេះដោយសារតែជាបុណ្យមួយតាមព្រះវិន័យញាតិញោមណាតាមព្រះវិន័យទើបបានជាណាពុទ្ធបរិស័ទឲ្យច្រើនពេញនិយមក្នុងការធ្វើគឺជាបុណ្យដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងដែលព្រះអង្គទ្រង់ពុទ្ធានុញ្ញាតចេញពីព្រះអស់របស់ព្រះសម្មាសម្ពុទ្ធផ្ទាល់ដែលក្នុងសម័យកាលនោះគឺភិក្ខុសង្ឃនៅក្នុងសម័យនោះអត់តមានកហបតីជីវរប្រើដោយសពថ្ងៃនេះទេញាតិញោមគឺព្រះអង្គឲ្យប្រើតែបាំងសកលជីវរទេបាំងសកលជីវរនោះសំដៅដល់ជីវរដែលទៅសូត្រពិចារណានៅក្នុងសាកសពដែលគេយកកណាត់ហ្នឹងទៅរុំសាកសពណាញោមទៅសូត្របាំងសកលទាញយកមកយកមកបោកយកមកចលក់ថ្នាំយកមកកាត់យកមកដេរយកមកប៉ះទៅបានទៅជាស្បង់មួយផ្ទាំងបានទៅជាជីវរមកប្រើមិនដូចសពថ្ងៃនេះយើងសបោជីវរប្រើហ្នឹងអត់ទេបែរនៅតែជំនាន់មុនតិចហ្នឹងក៏មិនតន់មានជីវរល្អចេះដែរញាតិញោមមានផ្ដិបមានអីប្រហែលជាជំនាន់គ្រូឡុងអីតន់ហើយណាជំនាន់ផ្ដិបបោកចេញលាក់ចេញអីណា
ហើយបាតអីមានអាបាតពណ៌ខ្មៅដែលដាក់ទៀនដាក់អីហ្នឹងណាហ្នឹងអញ្ចឹងបានប្រសង់ដែលបួសកាលនោះឲ្យតែបួសហើយដល់កើតលមាស់ហើយដោយសារអីបាតហ្នឹងវាចេញញើសចេញអីចឹងទៅវាកើតពីហ្នឹងប៉ុន្តែសប្តាហ៍ថ្ងៃនេះគឺថាបានបាតអីក៏ល្អច្រើនជីវរអីក៏ល្អដែរចឹងដើមកំណើតដែលនាំឲ្យមានកឋិនដែលក្នុងការនោះគឺមានតាក់ទងរឿងភិក្ខុណាទាំង30រូបដែលក្នុងការនោះភិក្ខុទាំង30រូបនោះមានសេចក្តីបំណងចង់ទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធជាម្ចាស់ញាតិញោមទៅដល់រដូវភ្លៀងដល់រដូវចូលវស្សាហ្នឹងទៅមិនដល់ញាតិញោមនៅប្រមាណជា6យោជទៀតនៅក្នុងទីហ្នឹងគឺកន្លែងភូមិហ្នឹងគេហៅថាភូមិសាកេតនៅគៀកទីចិត្តទៅជាមួយនឹងវត្តណាដែលអាណាធិបតីកសិទ្ធិសាងថ្មីគឺវត្តចិត្តពុននឹងឯងញាតិញោមអញ្ចឹងទៅអត់ដល់ញាតិញោមដោយធ្ងន់ដោយជីវោផងអីផងទៅអត់ដល់ក៏ចាំភាសានៅសាកេតនឹងឯងញាតិញោមដែលក្នុងថ្ងៃនោះក៏ថ្ងៃចេញភាសាទៅនេះចេញភាសាទៅហ្នឹងក៏មានសេចក្តីណាទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហើយជានិយាមរបស់ព្រះពុទ្ធគ្រប់ព្រះអង្គតែបានសាកសួរថាមនាភិក្ខុទាំងឡាយអ្នកទាំងឡាយអាចល្មមណាអត់សង្កត់ទៅបានទេមនាភិក្ខុទាំងឡាយអ្នកទាំងឡាយអាចល្មមនឹងអត់ទ្រាំទៅបានទេមនាភិក្ខុទាំងឡាយតើការរស់នៅមានសេចក្តីព្រមព្រៀងគ្នាទេមនាភិក្ខុទាំងឡាយតើអាហារបិណ្ឌបាតបានសមល្មមដែរឬទេនេះជានិយាមពុទ្ធគ្រប់ព្រះអង្គតែងសាកសួរទៅដល់សាវកភិក្ខុទាំងឡាយក៏ពោលតាមសេចក្តីនឹងទៅហើយក៏ប្រាប់អំពីសេចក្តីលំបាកដែលមកទៅទឹកដោយជីវរសពបែបយ៉ាងហ្នឹងព្រះអង្គក៏ទ្រង់ព្រះវិតិកៈថាបើសិនជាតថាគតអនុញ្ញាតនៅកឋិនថារកិច្ចចំពោះភិក្ខុសង្ឃដែលបានចាំភាសាហើយម្លេះភិក្ខុទាំងអស់នេះនឹងមិនលំបាកទេក៏ព្រះអង្គសម្ដែងមាននៅក្នុងណាកឋិនខណ្ឌកៈគឺនៅក្នុងបៃដកលេខ8ថាអនុជានិមិភិក្ខវេវសាំងវុធានាងភិក្ខុនាងកថេនាងអដ្ឋរិតងអត្តថកថេណានាងវោភិក្ខវេបញ្ចកបសន្តិអនាមនចារោសមាទានចារោគណៈភោចនាងយាវតតជ័យវរੰយោចតុថតជ័យវរោបាតោសោនេសੰពវិសតិជាដើមដែលមានសេចក្តីធម្មនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុដែលចងចាំព្រះភាសារួចហើយអស់ត្រីមាសគឺទទួលក្រាក្រមអនុមោទនាកឋិនបានមនាលភិក្ខុទាំងឡាយភិក្ខុដែលបានក្រាលក្រងអនុមោទនាកឋិនហើយរមែងសម្រេចនៅអានិសង្ឃ5យ៉ាងទី1ការនិមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នាមួយទី2មិនបាច់ផ្ដាប់ដោយជីវរទៅគ្រប់ទាំង3មួយទី3អាចឆាន់នៅគណៈភោជនមួយទី4អាចប្រើប្រាស់នៅអតិរេកជីវរមួយនិងទី5ជីវរដែលកើតនៅក្នុងអាវាសណាជាលៀបរបស់ភិក្ខុនៅក្នុងអាវាសនោះមួយនេះទាំង5យ៉ាងគឺជាអានិសង្ឃរបស់ភិក្ខុដែលបានគង់ចាំព្រះភាសារួចហើយហ្នឹងគឺថាឲ្យពុទ្ធបរិស័ទយើងបានយល់នៅក្នុងសេចក្តីហ្នឹងទៅគឺជាអានិសង្ឃដែលមានរហូតមកទល់នឹងសប្តាហ៍ថ្ងៃនេះដែលយើងបានធ្វើកឋិនហ្នឹងចឹងបានជាបុណ្យនេះចម្លែកប្លែកអស្ចារ្យអំពីបុណ្យដទៃដោយសារព្រះអង្គអនុញ្ញាតឲ្យធ្វើផ្ទាល់ញាតិញោមណាព្រះអង្គអនុញ្ញាតឲ្យធ្វើផ្ទាល់ចឹងនៅក្នុងបុណ្យកឋិននេះញាតិញោមពុទ្ធបរិស័ទប្លែកអំពីបុណ្យដទៃព្រះអង្គសម្ដែងថាប្លែកអំពីបុណ្យដទៃទី1ប្លែកដោយកាលថាប្លែកដោយកាលយ៉ាងម៉េចបុណ្យដទៃញាតិញោមមានសទ្ធាពេលណាចង់ធ្វើពេលហ្នឹងបានតែបុណ្យកឋិននេះគឺមានរយៈពេលតែ29ថ្ងៃទេញាតិញោមចាប់តាំងពីថ្ងៃចេញវស្សា100ខែអាសត់ទៅទល់នឹងថ្ងៃ15កើតខែកដឹកគឺអស់កឋិនហើយញាតិញោមថាអីកណាមមិនតាន់មានលុយធ្វើកឋិនទេខែអាសត់ខែកដឹកនេះចង់ធ្វើកឋិនដល់ចូលឆ្នាំថាអត់បានទេញាតិញោមទៅពេលនោះធ្វើបានដូចគ្នាគាត់ថាមិនមែនជាឈ្មោះកឋិនទេគឺឈ្មោះថាធ្វើបុណ្យប្រគេននៅជ័យវរៈទានវិញអញ្ចឹងណាញោមអញ្ចឹងយើងយល់នៅក្នុងសេចក្តីនោះថាបុណ្យជ័យវរៈទានផ្សេងបុណ្យដទៃផ្សេងតែកឋិននេះគឺខុសប្លែកពីដទៃនៅក្នុងកាលគឺត្រង់ចំណែកដែលថាយើងមានរយៈពេល29ថ្ងៃទេណាគ្រប់វត្តទាំងអស់បើមកវត្តណាមួយមិនមានកឋិនពុទ្ធបរិស័ទចំណុះជើងវត្តទាំងនាំគ្នាដង្ហែកឋិនចូលណាបានទៅជាអានិសង្ឃសលៀបរបស់ព្រះសង្ឃដែលលោកគង់ចាំព្រះភាសាទី2ដែលប្លែកអំពីបុណ្យដទៃប្លែកដោយវត្ថុញាតិញោមវត្ថុនេះបុណ្យដទៃញាតិញោមបច្ច័យ4យើងមានជ័យវរៈនេះមួយចំណែកមានបិណ្ឌបាតមួយចំណែកមានទីសេនាសនៈមួយចំណែកនិងកលៀនភេសជ្ជៈមួយចំណែករាប់ថាជាបុណ្យបច្ច័យ4ណាបុណ្យចម្រើនបជន
តកណានុប្រទានដតីមានវត្ថុដតីដែលយើងអាចធ្វើបានទាំងអស់តែដោយឡែកនៅក្នុងបុណ្យកឋិននេះវត្ថុដែលអាចធ្វើបានគឺមានតែត្រៃជីវរនេះទេញាតិញោមណាដូចអាត្មាបានពោលពីខាងដើមរៀបរាប់ពីខាងដើមគឺមានសង្កដីនេះ1ជីពោនេះ2និងស្បង់នេះ3អញ្ចឹងនៅក្នុងត្រៃជីវរនោះប្រសង់ដែលលោកក្រាលក្រងណាលោកក្រាលក្រងលោកឆ្លើយឆ្លាស់នៅក្នុងប្រតិពលលោកអាចយកមួយណាមកក្រាលក៏បានដែរក្នុងចំណោមទាំង3ហ្នឹងលោកសពតិជាមួយនឹងការក្រងនៅសង្កដីយកសង្កដីមកសូត្រក្រាលលោកសពតិជាមួយនឹងជីវរយកជីវរមកសូត្រក្រាលសពតិជាមួយស្បង់យកស្បង់មកសូត្រក្រាលទាំង3ហ្នឹងតែដតីពីហ្នឹងមានទាំងវត្តពុនចង្កេះវត្តពុនទ្រុងមានសម្ពុតងួតមានអង្គស័កមានការប្រាក់មានបច្ច័យ4បច្ច័យកសាងបច្ច័យសង្កត់ត្រៃទាំងអស់នេះរាប់ថាជាបរិខាកឋិនចឹងញាតិញោមចឹងកឋិនសំដៅគឺថាវត្ថុមាន3តែលើសពីហ្នឹងគឺថារាប់ថាជាបរិខាកឋិនឬលោកទេសនាថាអេមានតែ3ហ្នឹងចឹងក្រៅពី3ហ្នឹងអត់យកមកទេយកតែស្បង់យកចពោយកតាណាសង្កដីមកក្រៅពីហ្នឹងក៏អត់ទេបច្ច័យក៏អត់ហ្នឹងលោកគ្រូពិបាកបដ ாய் នេះតែប្រកាសថាអីកឋិននេះបានបច្ច័យ4ប្រគេនដល់ព្រះសង្ឃគង់នៅវត្តហើយបាននិមន្តទៅស្រុកទៅអីទៅសួរសុខទុក្ខញោមដល់ពេលឮលោកទេសនាថាបានតែ3ញោមអត់ដាក់ចូលរួមបច្ច័យថាអត់ទេញាតិញោមគឺវត្ថុដែលយើងធ្វើកឋិនមាន3ហ្នឹងអញ្ចឹងញាតិញោមដែលចូលរួមចំណែកទាំងសង្កត់ត្រៃបច្ច័យ4ក្តីសង្កត់ត្រៃកសាងក្តីទាំងបរិខាទាំងអស់នេះរួមចំណែកទៅធ្វើឲ្យបុណ្យយើងរឹតតែចម្រើនណារឹតតែចម្រើនបានន័យថាយើងធ្វើនៅក្នុងអង្គកឋិននេះបានអានិសង្ឃមួយដាច់តម្លៃផ្សេងបរិខានេះបានដាច់តម្លៃផ្សេងអញ្ចឹងក៏សំដៅឃើញថាវត្ថុដែលយើងអាចធ្វើកឋិនបានគឺមានតែត្រៃជីវរប៉ុណ្ណោះហ្នឹងទី2ទី3នៅក្នុងបុណ្យកឋិននេះប្លែកអំពីបុណ្យដតីគឺប្លែកដោយអំពើនៅក្នុងទីនេះមិនមែនសំដៅដល់ថាអីអំពើអំពាន់ទេអត់ទេអំពើទីនេះដោយការសូត្ររបស់ភិក្ខុណាភិក្ខុដែលចាំព្រះភាសារួចហើយគឺសូត្រនៅញត្តិទុតិយកម្មវាចាគឺនៅក្នុងប្រកាសដោយសង្ឃគឺចាប់ពីបញ្ចវៈសង្ឃឡើងទៅគឺចាប់ពី5អង្គបើភិក្ខុនៅក្នុងវត្តនឹងមិនគ្រប់5អង្គទេពេលចេញភាសាមានភិក្ខុដែលបានចាំភាសាហើយមិនដាច់លោកបំពេញឧបសម្បទាបង្គ្រប់5ក៏អាចធ្វើកឋិននឹងបានដែរមួយវិញទៀតភិក្ខុនៅទីនឹងមិនគ្រប់5អង្គទេសាមណេរក៏មិនតាន់អង្គណាបំពេញភិក្ខុពេលចេញភាសាដែរត្រូវតែនិមន្តមកភិក្ខុវត្តដតីដើម្បីមកគង់ជាហត្ថបាសឬក៏ជាសូត្រណាជាព្រះអង្គសូត្រអញ្ចឹងណាតែបើព្រះអង្គនឹងមកក្រាលក្រមគឺអត់បានទេបានសូត្រញត្តិបានជាគណៈបរិកៈបានប៉ុន្តែឲ្យទៅជាអ្នកក្រាលក្រងតែម្ដងគឺអត់បានទេបានចំពោះតែប្រសង់ដែលលោកកម្មចាំព្រះប្រសានទីនឹងទេហ្នឹងញាតិញោមឲ្យយើងដឹងថានេះជាកិច្ចរបស់ប្រសង់នឹងទី3គឺប្លែកដោយអំពើនឹងទី4ប្លែកដោយបដិគិអកៈញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងឡាយបដិគិអកៈសំដៅដល់អ្នកទទួលក្នុងទីនេះញាតិញោមត្រូវដឹងថាកឋិនគឺបានចំពោះតែប្រសង់ជាភិក្ខុដែលគង់ចាំព្រះភាសាហើយមិនដាច់ភាសាទទួលបានណាទទួលបានក្រៅពីហ្នឹងគឺអត់បានទេតែសាមណេរចូលតាមរយៈប្រសង់ជាភិក្ខុប៉ុន្តែទទួលនៅអានិសង្សលាភបានតាមរយៈគណៈគ្រប់គ្រងវត្តបែងចែកនៅអានិសង្សលាភណាអានិសង្សលាភដែលបានពីកឋិនហ្នឹងបែងចែកដល់ភិក្ខុសាមណេរហ្នឹងលោកអាចទទួលនៅក្នុងអានិសង្សកឋិននោះបានអញ្ចឹងគឺថាបដិគិអកៈនេះអ្នកទទួលតតែភិក្ខុក្រៅពីភិក្ខុអត់បានទេហើយចម្លែកប្លែកមួយទៀតពុទ្ធបរិស័ទស្រីប្រុសទាំងឡាយដែលយើងបដិគិអកៈធម្មតាទានដតីញាតិញោមត្រូវតែប្រគេនផ្ទាល់ដៃណាទានដតីទូទៅត្រូវតែប្រគេនផ្ទាល់ដៃព្រះអង្គសម្ដែងថាហត្ថេសទានទេទានដែលល្អគឺទានដែលប្រគេនដល់ផ្ទាល់ដៃហើយត្រូវហត្ថបាសទៀតទើបទាននឹងរាប់ថាជាទានល្អប៉ុន្តែដោយឡែកកឋិនទាននេះមួយកឋិនជីវរនេះមួយនៅក្នុងពេលនេះញាតិញោមមិនអាចយកត្រៃទៅប្រគេនព្រះសង្ឃបានទេបើញោមប្រគេនថាកណាប្រគេនជាកឋិនហ្នឹងខូចហ្មងញាតិញោមដល់គាត់ថាបើយកត្រៃមកផ្ញើទុកសិនបានអត់អីទេផ្ញើទុកចាំដល់ថ្ងៃវេព្រោះនៅក្នុងព្រះវិន័យលោកសម្ដែងថាត្រៃជីវរនេះប្រៀបដូចជារបស់ដែលមកពីណាអាកាសវេហានុភាលធ្លាក់ចំកណ្ដាលជំនុំនៃសង្ឃហើយព្រះសង្ឃលោកបែងចែកពិចារណាទៅមើលថាអង្គណាដែលលោកឆ្លៀវឆ្លាស់ប្រតិពលនៅក្នុងកិច្ចនៃព្រះវិន័យណាចេះចាំនៅអនុសង្ឃមេត្តាអនត្តតាការៈអត្តតាការៈកឋិនជាប់មិនជាប់កឋិនដាច់មិនដាច់អីអាហ្នឹងមើលលោកមានសេចក្តីឆ្លៀវឆ្លាស់ទៅហើយមើលទៅការទុពលភាពនៃជីវរការប្រើប្រាស់របស់លោកឃើញណាអូលោកជីវរចាស់ហើយចឹងឲ្យលោកក្រាលក្រងទៅហើយមិនកំណត់ភាសាទេការក្រាលក្រងនេះឲ្យតែបួសបានជាភិក្ខុទោះបីមកភាសាក្តីពីភាសាក្តីក៏អាចក្រាលក្រងបានដែរអញ្ចឹងឲ្យញាតិញោមដឹងថាបដិគិអកៈគឺបានតែប្រសង់ហើយមិនអាចយកទៅប្រគេនផ្ទាល់ដៃរបស់លោកទេ
អ្នកពុំមានញាតិញោមខ្លះគាត់ខំរៀបចំឲ្យស្អាតហើយកណាប្រគេនលោកគ្រូក្រាលក្រងដល់លោកគ្រូស្រាប់តែលោកត្រូវក្រាលក្រងមិនបានយកបោះញោមទៅយកបោះញោមនោះអន់ចិត្តណាអន់ចិត្តអីខំរៀបចំឲ្យល្អហើយលោកគ្រូអត់ក្រាលក្រងញាតិញោមត្រូវសប្បាយចិត្តរបស់ញាតិញោមបុណ្យរបស់ញាតិញោមសម្រេចបានពេលដែលវេចប់គឺបុណ្យរបស់ញោមបានដែរហើយកិច្ចរបស់ព្រះសង្ឃគឺព្រះសង្ឃលោកចាត់ចែងលោកសពតិមួយណាលោកប្រើប្រាស់មួយហ្នឹងប៉ិនញាតិញោមជ្រះថ្លារីចោះថាបុណ្យរបស់ញោមដែលបានធ្វើហើយគឺបានដល់សង្ឃហើយសង្ឃាមសុបតិតតាគឺថាតម្កល់នៅសង្ឃហើយគឺបុណ្យរបស់យើងល្អហើយអញ្ចឹងមិនបាច់ទៅបដិខៈថ្នាំងថ្នាក់ចិត្តអីថាអូបុណ្យរបស់កណានឹងបានលោកគ្រូប្រើប្រាស់អត់ដឹងលោកគ្រូក្រាលក្រងរបស់កណាថាកុំគិតអញ្ចឹងកណាគិតអញ្ចឹងបុណ្យរបស់ញោមអត់ពេញលេញទេអញ្ចឹងការដែលវេចប់ចំពោះអសង្ឃហើយគឺបុណ្យរបស់ញោមត្រេកអរអនុមោទនាគឺចប់ពេលហ្នឹងទៅនេះគឺបដិគិកៈទី4គឺផ្លែកដោយអានិសង្ឃញាតិញោមបុណ្យដតីញាតិញោមត្រូវដឹងថាបុណ្យដតីរមែងបានអានិសង្ឃចំពោះតែអ្នកដែលឲ្យទេណាអ្នកដែលឲ្យគឺបានអានិសង្ឃអ្នកទទួលគាត់តែប្រើប្រាស់ទៅទេមិនបានបុណ្យបានអានិសង្ឃអីទេនៅក្នុងអានិសង្ឃកថានេះផ្លែថាអ្នកឲ្យក៏បានបុណ្យបានអានិសង្ឃអ្នកទទួលក៏បានបុណ្យបានអានិសង្ឃនេះកថានេះផ្លែត្រង់ចំណុចនេះញាតិញោមចឹងអ្នកដែលទទួលសំដៅដល់បដិគិកៈគឺភិក្ខុដែលលោកបានអានិសង្ឃ5ដែលអាត្មាបានពង្រាយសេចក្តីពីខាងដើមមកហើយនឹងសម្រាប់ភិក្ខុដែលបានចាំព្រះភាសាគឺថាកាលណាលោកបានទទួលក្រាលក្រងហើយលោកបានសម្រេចអានិសង្ឃ5ហើយអានិសង្ឃនេះមានដែនកំណត់ដែរដែលយើងហៅថាកឋិនខេត្តនោះគឺរហូតចាប់ពីថ្ងៃក្រាលក្រងរហូតដល់ថ្ងៃ15កើតខែផលគុណហ្នឹងញាតិញោមអានិសង្ឃទាំង5មកនេះថាលោកនិមន្តតាណាទោះបីមិនបានប្រាប់ភិក្ខុផងគ្នាអត់ប្រព្រឹត្តទៅជាទោសជាអាបត្តិទេណាគ្រាន់ថាបើដោយសម័យសុគទេសយើងនេះក៏ត្រូវតែប្រាប់លោកគ្រូគណៈគ្រប់គ្រងដើម្បីបានដឹងពីណាដំណើរចេញចូលស្រួលកំណត់ដឹងព្រោះតកតងការចាត់ផតចាត់អីចឹងទៅត្រូវតែមានគណៈគ្រប់គ្រងចឹងយើងប្រាប់ដើម្បីឲ្យដឹងតែបើនៅក្នុងវិន័យយើងអត់មានទោសប៉ុន្តែនៅក្នុងច្បាប់វត្តយើងត្រូវតែមានទី2គឺថាមិនបាច់យកសង្ឃដីទៅជាមួយញាតិញោមជាប់តែស្បង់ហ្នឹងជីពោហ្នឹងបានដែរមិនបាច់ស្ពាយសង្ឃដីទៅក៏អត់មានទោសដែរ5ខែហ្នឹងអត់ទោសទេព្រោះរយៈពេលចាប់ពីថ្ងៃក្រោយក្រុងអនុមោទនារហូតដល់ថ្ងៃ15កើតខែផលគុណហ្នឹងគឺថាអានិសង្ឃរបស់ភិក្ខុសង្ឃទី3អាចឆាន់នៅគណៈភោជនបានអាចពោលចំឈ្មោះចង់ឆាន់អីគឺប្រាប់នឹងបានញាតិញោមណាអាចប្រាប់នឹងបានទី4បានន័យថាអានិសង្ឃរបស់ភិក្ខុសង្ឃគឺប្រើប្រាស់អតិរេកជីវរគឺជីវរដែលលើសចំណែកពីជីវរដែលយើងប្រើសពថ្ងៃបានន័យយើងមានមួយហើយវាកាប់ទុកមួយយើងអាចប្រើប្រាស់ពេលដែលមានអានិសង្ឃកថានេះអត់មានទោសទេញាតិញោមនិងទី5គឺថាជីវរដែលកើតនៅក្នុងអាវាសណាចាំភាសារួចហើយក្រាលក្រងរួចហើយគឺសម្រាប់ចំពោះតែភិក្ខុដែលនៅក្នុងអាវាសនោះទេឧមាថាវិខអកណ្ឌកៈពីខាងផ្សេងមកលោកមុនមកជាសោតមុនមកជាកងហត្ថបាសស្រាប់ញាតិញោមវេកឋិនដូចហើយយកអាត្រៃជីវរទៅប្រគេនលោកថាអត់បានទេញាតិញោមបើពុទ្ធបរិស័ទមានសេចក្តីជ្រះថ្លាចង់ប្រគេនលោករៀបចំនៅខាងក្រៅផ្សេងកុំយកដាក់វេថាអូចង់ប្រគេនពេញបតីមួយលោកគ្រូចតិកាវត្តលង្ខងឬគ្រូចតិកាវត្តណាមួយចឹងទៅយកទៅប្រគេនលោកប៉ុន្តែមិនមែនជាកឋិនទេអាហ្នឹងរាប់ថាជាជ័យវរៈធានដែលយើងបានប្រគេនលោកនឹងបានតោះហ្នឹងញាតិញោមចឹងនេះគឺជាអានិសង្ឃរបស់ព្រះសង្ឃញាតិញោមត្រូវដឹងហើយចំណែកពុទ្ធបរិស័ទដែលជាម្ចាស់កឋិននេះរមែងមានអានិសង្ឃ5ដូចគ្នាដែរចឹងអានិសង្ឃកឋិនដែលញាតិញោមត្រូវដឹងថាដែលយើងឲ្យនៅរបស់ល្អរបស់ស្អាតនេះព្រះអង្គសម្ដែងថាវត្តតោហន្តេវណ្ណតោអ្នកឲ្យពណ៌អ្នកឲ្យសម្ពុតនេះឈ្មោះថាឲ្យពណ៌សម្បុរញាតិញោមឃើញដូចលោកគ្រូស្រស់ស្អាតទេបើអត់ជីវរញាតិញោមមើលស្អាតមិនដល់ពេលដាក់ជីវរទៅដូចលើកតម្កើងណាដូចប្រសងគ្រប់ព្រះអង្គដូចគ្នាដែរបើអត់មានជីវរយើងគិតតែមើលញោមសាកបិទភ្នែកសម័យមើលប្រសងអត់ជីវរមិនថាអត់កើតទេអញ្ចឹងបើមានជីវរទៅដូចជាស្អាតញាតិញោមដូចថាសមរម្យសមជាសមណៈសក្យបុត្រអីចឹងទៅអញ្ចឹងគឺថាឲ្យនៅសម្ពុតអីឈ្មោះថាឲ្យនៅពណ៌សម្បុរហើយអានិសង្ឃវិញនៅក្នុងបុណ្យកឋិននេះញាតិញោមមានអានិសង្ឃច្រើនដោយចំណែកប៉ុន្តែនៅក្នុងទីនេះពោលថាអានិសង្ឃលោកបែងចែកទៅថាមាន5យ៉ាងទី1ឲ្យឈ្មោះថាសុរូបតាអ្នកធ្វើកឋិនរមែងមានរូបល្អអញ្ចឹងញាតិញោមខ្លះមិនបាច់ចាំទៅបដិខៈថ្នាក់ថាអីមិនក៏គេកើតមកស្អាតអញកើតមកក៏មិនសូវស្អាតថានឹងមកពីអានិសង្ឃបុណ្យដែលយើងធ្វើមកផ្សេងគ្នាអញ្ចឹងញាតិញោមដែលបានធ្វើកឋិនហើយក្នុងពេលនេះជាអ្នកឈ្មោះថាដាំពូជមួយគឺដាំពូជរូបស្អាតអញ្ចឹងណានឹងអានិសង្ឃទី1ទី2សុវណ្ណតាជាអ្នកមានពណ៌សម្បុរល្អញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងឡាយ
là bột bò sát khá đại mình sơ so cũng sơ tôi chất ấy ta giờ mình sơ ban thư cả thân đi bị ca muốn đấy chứ á chẳng về triệt năng tư về để dương man thưa nó cứ tha ban xong nó po sầm bol o hơi nên này khá có không prăng liệp lễ của nó tầm xó nè so đàn tí tới có mọc mau với nhớ đôi với mình chị bon to lắm chẳng cứ thà bon đôi bị giàu là dương riêng trong sạch sang bị hàng cào từ tí bấy cứ sộ săn than na an này xong nè thôi cả thân ấy miên trung tri là bột bò san sấy pro từng loại ban này tham mình cua pê mình tia pê mình thoát pê mình scon pê nát đây mình ven pê chương mình ven pê chứ đó tham mó mà là mồm đại mơ tới thà miên trung tri là đại đôi chia sẵn than đại dương ban cắt chịu vô phai đo xong chẳng miên là cậu sẽ tại cậu sẽ miên được biết robot sát bàn chẳng nè đại ban thôi cả thân nó chua tham miên trung tri là nâng tì buôn an này xong thì buôn cứ chặt cái vót tệ đi chia hào tệ bàn này tha không chiết nam mối rồi mấy bàn tới chỉ sát này chặt cái pot sầm ráp là nhôm đại chia bỏ ra đại từ lấy nhôm đại chia sợi ai miền ao là ta mà hà sa đôi mà hà bà cá visa khai chẳng nó cứ tha đại dương bàn phơi nơi an này xong cả thân đi hơi nâng an này xong thì pram cứ tệ khắc bánh nhà visa rồi tố ban sẽ cái than nẹt thưa cả thân cứ chỉ nẹt chui chla nhôm nẹt miền bánh nhà chẳng pot bò sắt khá mà thà ấy anh sẽ đạp thò đi kê đấy mới có sẽ đạp chọc hay chọc đấy tại bột bò sắt khác có sẽ đạp chọc hay bột xong dùm đấy bị ấy còn xong tại ai như vậy ở bên sẽ đạp bàn chẳng ấy nhìn nhôm chẳng bánh nhá xong mà sinh này chẳng ní có dịp này mối đấy bột bò sắt dân ban xong được bụi này bánh nhà này phòng đấy chẳng đôi chia nó không rương và bát thăm về sau nâng điên ạ son thì mất tá nhìn nhôm cà phê khang đam lối niềng ạ son thì mất tá mình miên trọp thôn thiên ấy trao thế nhìn nhôm còn là tháp ban pra bằng hành pleu nè đọc pra bị chơi cái bốt đại lục miền chủng ngư chẳng tới kia mà xua rồi tật mồm là bay chia ba rồi nhìn nhôm mà tới niềng coi chừng all pra nè niềng ạ son thì mất tá nó hết chừng all pra ta miền này biển đây mà nét đại miền tật mồm nè mà rồi tật mồm chẳng tới có lột từ bên là bát nhìn nhôm bên là bát bàn tật mồm biển đấy hơi lốt miền sài đây bát na này miền sài đây bát na tha cao chuyện là ná xong ban chỉ đặt chắc này phèn đây nàng ơi tọt máu bánh tọt máu bánh ra phải chơi cái bốt lô cái potan một tầm này mà dạ đối máu bánh các bạn chụp nàng niềng các bạn xạ xua thang áo này bên đấy ban bạc kên tật mồm này thế lồng trắng thang ban bạc kên tật mồm hỏi hay lô miền sài đây bát na giang ná tha trong ban chỉ đặt này phèn đây niềng có ban tự vô cần nát sầm áp rôm đầm bờ nhìn nhổm thôi còn miền sài đây bát na thá nhôm bà ông xong bát na tới chia nà kẹt mà hay xây này sạch này phèn đây nâng chẳng có lòng mò slap tới có cao nước không tê và lô có tràn này chia đôi máu có bàn tới chỉ bảo bát thom về sau nâng niêng san từ mất tan đây chia kẹt mà hay xây này ai nâng đòi an này xong đại ban và kén tật mông nâng cả nát rôm nằm bao mình tích bên năng tầm rong bột bò sạch chưa nâng họ cà phê này cứ thả bàn thôi tràn nâng bon nâng cờ máy sầm lại đập bột bò sạch bàn pin lên cục nia phòng đá xôm á nằm mô tần điการสำได้บอกขยมกันอัตมาเพียบเมียนประมาณปนในจ้อแต่มนนังมันจอบก็สำคัญแต่เพยต้นปีสำนักกันนับองครูกรุปองโดยสกัดอันครูการกาปูทอเติมเมียนกาควักกันละอย่างนั้นโดยสกัดอันครูนังมียานเตี้ยสมปดบริษัทใส่ปลอถึงอ้อนะสมสกัดอันครูกรุปรูปองได้ให้จิจงกรายก็สมประเคนโปปองครูจาริกาลงจากบองครูปองจาริกากรุปวัดหนึ่งประเทศรันเทระกรุปองสมประเคนนามีนประสบกับเพลอประกายพลหมอมูลนังคงจะซกนักขนมแบบนวอากาจะอยู่องไว้นังมียานเทศสมจุนโปปดบอสัตไอเจียมิจ่ากระทันกรุปรูปดบอสัตลงใหญ่ลูกตาจานกรรมการปดบอสัตกรุปรูสมประกอบแต่สกได้ซกสกได้จำรานสมประกอบปุตตะเมียงกลโปบุญประกายยุวันณะสุขะปะละจิตติบ่มพดสมบานจิตบิดใจในการรุ่ยพดจะตกกรุปองกรุปเนียพองได้อะนโมตนีอย่างสังขเปเตเนสมัตตาประทอเทศนาสำได้มาประมาณปันเนสนมัตถาบรรจับตรมปันเนเอวัง